មិនតបានចាប់ផ្ដើមផងអស់សង្ឃឹមបាត់ទៅហើយបងប្អូនអើយកាលពីដំបូងឡើយគិតថាទីតាំងនេះដូចជាមិនស័ក្តិសមទេព្រោះវាមិនមែនជាទីប្រជុំជនផ្សារសាលារៀនឬក៏ផ្ទះជួលប៉ុន្តែបងប្អូនអើយបន្ទាប់ពីដាក់ហើយ2ខែក្រោយមកមួយអាទិត្យគឺរាប់លុយម្ដងបងប្អូនទីតាំងដែលដាក់នេះគឺផ្លូវធំម៉ូតូឡានកង់3គឺចេញចូលច្រើនបងប្អូនសរុបទៅទូលក់ទឹកចម្រោះស្វ័យប្រវត្តិនេះគឺដូចជាមិនប្រកាន់ទីតាំងទេកន្លែងណាក៏សឹងថាអាចដាក់បានព្រោះអ្នកណាក៏ត្រូវការញ៉ាំទឹកដែរជាពិសេសទឹកស្អាតដែលមានគុណភាពហើយម្យ៉ាងបច្ចុប្បន្ននេះគឺបងប្អូនប្រជាពលរដ្ឋយើងគឺទទួលស្គាល់គុណភាពហើយស្គាល់ទូទឹកនេះច្រើនមនុស្សញ៉ាំទឹករាល់ថ្ងៃបងប្អូនបើបានទឹកស្អាតតម្លៃសមរម្យអញ្ចេះគឺនរណាក៏គេត្រូវការញ៉ាំដែរហើយដូចខ្ញុំមានលុយ1000នេះគឺខ្ញុំអាចទិញទឹកស្អាតបាន10លីត្របងប្អូនដូច្នេះសម្រាប់ពុកម៉ែបងប្អូនមិនថានៅក្រុងឬក៏នៅតាមបណ្ដាខេត្តចង់រកចំណូលបន្ថែមអាចតាក់ទងមកសាកសួរព័ត៌មានបន្ថែមអំពីទូលក់ទឹកចម្រោះស្វ័យប្រវត្តិនេះបានហើយជាពិសេសទៀតនោះគឺពុកម៉ែបងប្អូនដែលកំពុងតែលក់ដូរឬក៏មានទីតាំងស្រាប់អញ្ចឹងកុំទុកទីតាំងតនេអីដោយសារទូនេះគឺយើងដាក់ចោល24ម៉ោងភ្ជាប់ជាមួយទឹកភ្លើងរត់តែម្ដងឆាតមកក្នុងเพจផ្ទាល់ឬក៏ខលតាមលេខទូរស័ព្ទដៃក៏បានដែរសម្រាប់ការសាកសួរព័ត៌មានបន្ថែម